ជាបឋមខ្ញុំខំវាសនាសូមគោរពបងប្អូនលោកតាលោកយាយមួយទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងមានមនុស្សច្រើនណាស់ដែលគាត់បានរអ៊ូរទាំអំពីបញ្ហាជំវិញជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់រអ៊ូរទាំពីបញ្ហាដែលគាត់ប្រឈមមុខត្រូវដោះស្រាយជារៀងរាល់ថ្ងៃបញ្ហាអយុត្តិធម៌សង្គមបញ្ហាខ្វះទឹកធ្វើស្រែបញ្ហាទំនិញនៅលើទីផ្សារឡើងថ្លៃបញ្ហាកូនឈឺបញ្ហាស្នេហាប្រត់ប្រាស់គ្នាបញ្ហាកសិផលរបស់គាត់គ្មានទីផ្សារលក់ដូរបញ្ហានេះបញ្ហានោះបញ្ហាអើយមហាសែនបញ្ហាជីវិតរបស់មនុស្សរួមរិតទៅដោយបញ្ហាកើតមកជាមនុស្សនេះមានបញ្ហាច្រើនអនេកមនុស្សច្រើនណាស់ដែលគាត់និយាយថាឲ្យតែបើកភ្នែកឡើងគឺដឹងតែពីជួបបញ្ហាតែហ្មងជីវិតនេះគួរឲ្យធុញទ្រាន់ណាស់ថ្ងៃណាក៏បញ្ហាដែរបើបញ្ហាវាកើតតោងជាប់ជាមួយនឹងជីវិតរបស់មនុស្សគ្រប់ពេលវេលាទាំងអស់អញ្ចឹងបញ្ហានឹងលែងទៅជាបញ្ហាហើយបងប្អូនពីព្រោះវាជារឿងធម្មតាពេកមនុស្សកើតមកតែងតែមានបញ្ហាអញ្ចឹងនឹងគឺជារឿងធម្មតាគឺជារឿងធម្មជាតិមនុស្សកើតមកតែងតែមានបញ្ហាទាំងយើងអ្នកក្របញ្ហាទាំងអ្នកមធ្យមបញ្ហាទាំងអ្នកមានបញ្ហាទាំងអ្នកមានសុខភាពល្អបញ្ហាទាំងអ្នកឈឺបញ្ហាទាំងក្មេងបញ្ហាទាំងចាស់បញ្ហាទាំងអ្នកមានរូបសម្ផស្សស្អាតអ្នកអត់មានរូបសម្ផស្សស្អាតក៏មានបញ្ហាដែរមនុស្សកើតមកក្នុងโลกនេះតោងជាប់ជាមួយនឹងបញ្ហាបើមនុស្សកើតនៅលើផែនដីកាលណាបញ្ហាមានពេលនោះអញ្ចឹងបញ្ហាលែងទៅជាបញ្ហាហើយវាគឺជារឿងធម្មតារបស់ជីវិតកើតមកតែងតែមានបញ្ហាអញ្ចឹងដូច្នេះមិនគួរល្អូថានេះគឺជាបញ្ហាទេពីព្រោះវាគឺជារឿងធម្មជាតិឬជារឿងធម្មតាតែដែលជាបញ្ហាពិតប្រាកដនោះគឺអរិយាប័ត្ររបស់អ្នកចំពោះបញ្ហាដែលអ្នកជួបប្រទះនោះវិញទេដែលគឺជាបញ្ហាពិតប្រាកដរឿងខ្លះជារឿងតូចសោះប៉ុន្តែអរិយាប័ត្រក្នុងការដោះស្រាយបញ្ហារបស់បងប្អូនមិនបានត្រឹមត្រូវបញ្ហានោះទៅជាបញ្ហាធំបញ្ហាពិតប្រាកដមិនមែនបញ្ហាដែលបងប្អូនកំពុងតែជួបប្រទះរាល់ថ្ងៃទេប៉ុន្តែបញ្ហាពិតប្រាកដគឺអរិយាប័ត្ររបស់បងប្អូនក្នុងការដោះស្រាយបញ្ហានោះរឿងខ្លះជារឿងតូចសោះបងប្អូនអត់ចេះដោះស្រាយទៅជារឿងធំរឿងខ្លះអាចដោះស្រាយបានសោះបងប្អូនរត់គេចបញ្ហាហ្នឹងរហូតដល់លែងលះគ្នារហូតដល់ជាប់គុកជាប់ច្បាប់អញ្ចឹងបញ្ហាដែលត្រូវតែចែកគ្នាមិនមែនបញ្ហាដែលយើងកំពុងតែជួបប្រទះទេពីព្រោះបញ្ហាដែលយើងជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃវាគឺជារឿងធម្មតានៃជីវិតទៅហើយប៉ុន្តែបញ្ហាដែលយើងត្រូវតែដោះស្រាយគ្នាគឺអរិយាប័ត្រក្នុងការដោះស្រាយបញ្ហារបស់យើងរឿងខ្លះត្រូវដោះស្រាយបានសោះបងប្អូនរត់ចោលបញ្ហាវាទៅជាមានបញ្ហារឿងខ្លះវាត្រូវប្រមូលផ្ដុំគ្នាឲ្យបានចំនួនច្រើនដើម្បីដោះស្រាយបញ្ហាហ្នឹងពីព្រោះពេលណារឿងហ្នឹងវាធ្លាក់មកដល់ពួកយើងទាំងអស់គ្នាជាអ្នករងទុក្ខរងទោសពេលដែលយើងដោះស្រាយបញ្ហាហ្នឹងបានយើងបានសុខទាំងអស់គ្នាយើងសោយផលទាំងអស់គ្នាដូច្នេះយើងត្រូវដោះស្រាយទាំងអស់គ្នាប៉ុន្តែមានប្រជាពលរដ្ឋខ្លះគាត់សង្ងំយករួចខ្លួននេះគឺជាអរិយាប័ត្ររបស់គាត់ក្នុងការដោះស្រាយបញ្ហានៅក្នុងជីវិតមិនមែនជាបញ្ហាទេតែបញ្ហាពិតប្រាកដគឺអរិយាប័ត្ររបស់បងប្អូនក្នុងការដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្មែរសពថ្ងៃបញ្ហាគោដូចភ្នំសឹងថាកប់គាត់លិចហេតុអ្វីបានជាបញ្ហាច្រើនយ៉ាងហ្នឹងពីព្រោះបញ្ហានៅត្រង់អរិយាប័ត្រក្នុងការដោះស្រាយបញ្ហារបស់គាត់ឧទាហរណ៍ខ្លាតែមួយសោះក្នុងព្រៃកូនឆ្លុះមកវងរាប់ពាន់កូនឆ្លុះពួកកូនឆ្លុះទាំងអស់អាចរួមកម្លាំងគ្នាដើម្បីតតាំងជាមួយនឹងខ្លាបានប៉ុន្តែកូនឆ្លុះទាំងអស់ហ្នឹងវាមិនព្រមរួបរวมគ្នាហើយវានៅតែស្រែកថាសពថ្ងៃពួកយើងជាកូនឆ្លុះមានបញ្ហាមួយគឺខ្លានៅក្នុងព្រៃចេះតែចាប់ពួកកូនឆ្លុះស៊ីរឿងខ្លាចាប់កូនឆ្លុះមិនមែនជាបញ្ហាទេបងប្អូនត្រូវកំណត់បញ្ហាឲ្យបានច្បាស់លាស់បញ្ហានៅត្រង់អរិយាប័ត្ររបស់កូនឆ្លុះចំពោះខ្លាតើកូនឆ្លុះវាចេះរួបរวมគ្នាអត់យើងជាមនុស្សណាបងប្អូនមិនសត្វដេរឆានទេណាយើងមានខួរក្បាលរបស់យើងចេះគិតចេះត្រេះរិះពិចារណាឲ្យដឹងថាតើរឿងនេះវាកើតមកពីហេតុអី
តើត្រូវដោះស្រាយយ៉ាងម៉េចខ្លះតើអ្នកណាខ្លះចូលរួមក្នុងការដោះស្រាយបញ្ហាហ្នឹងពេលណាជួបបញ្ហាមួយយើងជាមនុស្សត្រូវចង់គិតថាតើបញ្ហាហ្នឹងវាត្រូវដោះស្រាយយ៉ាងម៉េចអ្នកណាខ្លះជាអ្នកចូលរួមដោះស្រាយបញ្ហាហ្នឹងមេទ័ពអ៊ីស្រាអែលគាត់និយាយទៅកាន់កូនទ័ពរបស់គាត់ថាគាត់មានគម្រោងផែនការក្នុងការវាយខ្មាំងសត្រូវដើម្បីយកជ័យជំនះបានគាត់ដេកគិតម្នាក់ឯងថាពួកយើងទាំងអស់គ្នាកំពុងតែជួបបញ្ហាអញ្ចឹងតើយើងត្រូវប្រយុទ្ធយ៉ាងម៉េចដើម្បីយកឈ្នះលើខ្មាំងសត្រូវឲ្យបានគាត់ដេកគិតតែម្នាក់ឯងរួចហើយគាត់រៀបចំគម្រោងផែនការប៉ុន្តែគាត់ដាក់លក្ខខណ្ឌណាបើអ្នកទាំងអស់គ្នាដែលជួបបញ្ហានឹងមិនចូលរួមក្នុងការដោះស្រាយបញ្ហានឹងទេគាត់អត់សន្យាថាគម្រោងការរបស់គាត់នឹងបានសម្រេចជោគជ័យទេប៉ុន្តែបើអ្នកទាំងអស់គ្នាចូលរួមក្នុងការអនុវត្តគម្រោងការរបស់យើងបើផែនការនេះបរាជ័យខ្ញុំជាមេទ័ពដែលជាអ្នករៀបចំផែនការខ្ញុំជាអ្នកទទួលខុសត្រូវទាំងស្រុងដូចគ្នាជាមួយនឹងបញ្ហាប្រទេសជាតិរបស់យើងខ្ញុំដេកគិតមុនគេថាតើបញ្ហានៅស្រុកខ្មែរនេះដោះស្រាយយ៉ាងម៉េចពេលណាខ្ញុំគិតរឿងនឹងរួចហើយខ្ញុំត្រូវយករឿងនឹងមកប្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសដែលនៅពេលដែលមានបញ្ហាគឺបងប្អូនប្រជាពលរដ្ឋទាំងអស់ជាអ្នកជួបបញ្ហាហើយពេលដោះស្រាយបញ្ហាបានពួកយើងទាំងអស់គ្នាសោយផលប៉ុន្តែមេទ័ពអ៊ីស្រាអែលគាត់និយាយថាគម្រោងការរបស់ខ្ញុំអត់ទទួលខុសត្រូវទេបើសិនណាជាកូនទ័ពទាំងអស់គ្នាអត់ចូលរួមបើកូនទ័ពទាំងអស់គ្នាចូលរួមអនុវត្តផែនការរបស់ខ្ញុំធានា 100% ថានឹងបានជោគជ័យប៉ុន្តែបើអ្នកទាំងអស់គ្នាអត់ចូលរួមទេខ្ញុំអត់សន្យាថាគម្រោងការរបស់ខ្ញុំបានជោគជ័យឡើយដូចគ្នាជាមួយនឹងគម្រោងការដើម្បីរៀបចំដោះស្រាយបញ្ហារបស់ពួកយើងដំបូងដៃខ្ញុំគិតឃើញមុនគេរួចហើយខ្ញុំយករឿងនឹងមកប្រាប់បងប្អូនស្ដាប់គិតត្រេះរិះពិចារណាទៅលើហេតុផលមួយដែលជាអំណះអំណាងរបស់យើងដែលយើងបង្ហាញប្រាប់បងប្អូនថាវិធានការរបស់យើងគឺជាវិធានការអាចដោះស្រាយបញ្ហារបស់យើងបានប៉ុន្តែបញ្ហានៅត្រង់អរិយាប័ត្ររបស់កូនឆ្លុះទាំងឡាយយើងប្រមូលផ្ដុំគ្នាដើម្បីធ្វើអន្ទាក់ដាក់ខ្លះកូនឆ្លុះខ្លះវាមិនព្រមចូលរួមស្ដាប់ផែនការរបស់យើងដោយស្មោះត្រង់ទេវាមានការយល់ថាវាគ្មានអ្នកណាធ្វើនយោបាយអត់ចង់បានផលប្រយោជន៍អីទេវាគ្មានអ្នកណាគេមកជួយយើងដោយស្មោះត្រង់ទេដូច្នេះវាអត់ចូលរួមស្ដាប់ទៅមកកដោបទៀតគាត់ចូលរួមស្ដាប់ដែរប៉ុន្តែក្បាលគាត់តាំងពីដើមមកដូចកបិតណែសលៀងអញ្ចឹងវាច្រេះចាប់ទៅចាស់កំរិលឮអីដឹងតែជឿតែហ្មងធ្វើអីផ្អើលតាមវងតាមទំនៀមទម្លាប់ចាស់កំរិលអត់យកខួរក្បាលមកគិតត្រេះនេះពិចារណាយូរទៅខួរក្បាលនោះវាគាំងទៅដូចកបិតអដែលសលៀងស្ដាប់ក៏តែងាប់ក៏មិនយល់ដែរមកក្ដប់ទៀតទៅកូនឆ្លុះខ្លះអត់ព្រមស្ដាប់កូនឆ្លុះខ្លះស្ដាប់ហើយស្ដាប់មិនយល់កូនឆ្លុះខ្លះទៀតធ្វើគិញឲ្យខ្លាវាឲ្យប្រយោជន៍នេះនោះអញ្ចឹងទៅអាកូនឆ្លុះគ្នាឯងហ្នឹងដើរផ្ទះទឹកធ្វើសង្គ្រាមសតិអារម្មណ៍ដោយសកម្មជនរបស់គណៈបកសំរងស៊ីគណៈបកសិទ្ធិមនុស្សអីគេចោទយើងថាអូពួកហ្នឹងវាសិតតែលក់ក្បាលឲ្យគណៈបកប្រជាជនអូអាពួកហ្នឹងបំបាច់បំបាក់សាសនាពួកហ្នឹងប៉ុលពតទី2ទេវាកូនឆ្លុះដែរប៉ុន្តែវាស៊ីឈ្នួលឲ្យខ្លាដោយសារវាបានផលប្រយោជន៍ខ្លះមេភូមិមេឃុំរបស់គណៈបកប្រជាជនបានលុយបានលៀបសការៈបន្តិចបន្តួចហើយនឹងបានងារជាមេភូមិគាត់ចាស់កំរិលអ្នកខ្លះធ្វើមេភូមិតាំងពីជំនាន់ប៉ុលពតវាយគេចោលជាជំនាន់ប៉ុលពតគាត់បានធ្វើមេភូមិដល់ឥឡូវរឹកគាត់គ្រាន់តែបានធ្វើមេភូមិកតេកតើដែលអាចត្រូវថ្ងៃចឹងគ្រាន់តែមេភូមិសោះហ្នឹងគ្រាន់តែហេមគ្រាន់តែហាមដើរជន់ឆ្កែដាច់កតុយងើយមើលទៅលើនឹងបើបានធ្វើរដ្ឋមន្ត្រីធ្វើចវាយស្រុកចវាយខេត្តផងទាំងដល់ណាខ្មែរយើងអាកតេកតើហ្នឹងគាត់នឹងជាអ្នករងគ្រោះជាកូនឆ្លុះដូចតែយើងដែរហ្នឹងប៉ុន្តែគាត់លក់ក្បាលបំរើឲ្យខ្លានោះអានោះមកក្ដប់ទៀតទៅ3ក្ដប់ណាអាក្ដប់ទី1អត់ស្ដាប់ហ្មងអាក្ដប់ទី2ស្ដាប់មិនយល់ដល់អាក្ដប់ទី3ស្ដាប់យល់ប៉ុន្តែវាស៊ីឈ្នួលធ្វើការងារឲ្យខ្លាដោយសារវាបានផលប្រយោជន៍ខ្លាំងវាដល់ផ្ទះទឹកវិញប្រជាប្រដ្ឋអស់ទៅដល់ពេលក្ដប់ទី4ពួកយើងត្មងអាហ្នឹងច្រើនតែស្ដាប់យល់ប៉ុន្តែក្រោយតែពីយល់ហើយតែផ្ទះវិញដេកដដែលបញ្ហានៅតែជាបញ្ហាព្រោះអីព្រោះអរិយាប័ត្ររបស់បងប្អូនក្នុងការដោះស្រាយបញ្ហាវានៅមានបញ្ហាអញ្ចឹងបានខ្ញុំនិយាយប្រាប់បងប្អូនថាជីវិតនៅតែមានបញ្ហានៅតែកើតលែងរាប់វាថាជាបញ្ហាទៅពី
ម្មជាតិវាជារឿងធម្មតាតែមានជីវិតគឺមានបញ្ហាដូច្នេះលែងចាត់ទុកជាបញ្ហាទៅមនុស្សខ្លាំងគឺមនុស្សអាចដោះស្រាយបញ្ហាបានយ៉ាងសមរម្យពីព្រោះតែមានកំណើតជាមនុស្សតែងតែមានបញ្ហាប៉ុន្តែបញ្ហានេះមិនត្រូវបានកែលម្អដោយសារអរិយាប័ត្ររបស់អ្នកដោះស្រាយបញ្ហានោះបញ្ហាដែលពួកយើងកំពុងតែជួបប្រទះនៅក្នុងស្រុកខ្មែរដែលជាបញ្ហារបស់ពួកយើងទាំងអស់គ្នាបញ្ហារំលោភដីធ្លីបញ្ហាអយុត្តិធម៌នៅប្រព័ន្ធតុលាការឲ្យតែមានបញ្ហានៅប្រព័ន្ធតុលាការអ្នកអត់មានលុយដឹងតែចាញ់ទៅហ្មងអាសទៅជាខ្មៅអាខ្មៅទៅជាសបញ្ហាក្រសួងអប់រំស្រុកគេប្រជាប្រដ្ឋគេទាំងអស់មានចំណេះដឹងខ្ពង់ខ្ពស់ពលរដ្ឋក្មេងៗអាចចូលរៀនគ្រប់គ្នាបានប៉ុន្តែនៅស្រុកខ្មែរអនក្ខរជននឹងអត់មានកាត់ផ្ដាច់បានទេមានបន្តបន្ទាប់ចាស់មុនមិនចេះអក្សរឥឡូវអាក្មេងៗមិនចេះអក្សរទៀតសុទ្ធសឹងតែជាបញ្ហាសង្គមបញ្ហាអន្តោប្រវេសន៍នោះដូចមនុស្សម្នាក់ដេកក្នុងមុងរួចហើយខ្យល់ប៉ើងខ្លាំងពេកវាហើបអាជើងមុងមូសចូលរាល់ថ្ងៃអាព្រំដែនខ្មែរនោះអាបរទេសចូលមករាល់ថ្ងៃចូលមកអត់មានកដាស់ស្នាមស្របច្បាប់ដើម្បីចូលទេឯកសារផ្លូវច្បាប់ដូចជាប៉ាសពតវីសាអត់មានទេចូលឆៅប៉ុន្តែមកដល់ស្រុកខ្មែរធ្វើឯកសាររស់នៅស្របច្បាប់ហើយជារៀងរាល់ថ្ងៃការកម្ពុជាក្រមអញ្ចឹងដីរបស់យើងបាត់អញ្ចឹងមកនៅរាល់ថ្ងៃឥឡូវខ្មែរយើងទៀតនឹងជាបញ្ហាដែរនេះគឺជាបញ្ហារបស់វិណាបញ្ហារបស់យើងទាំងអស់គ្នាផលិតផលកសិកម្មធ្វើរួចហើយអត់មានទីផ្សារតំណែងនៅលើទីផ្សារចេះតែឡើងថ្លៃសុទ្ធតែបញ្ហាប៉ុន្តែបញ្ហាទាំងអស់ហ្នឹងវាកាន់តែកឡើងដោយសារអរិយាប័ត្ររបស់ប្រជាប្រដ្ឋដែលជាអ្នកដោះស្រាយបញ្ហាហ្នឹងគាត់ប្រកាន់មិនបានត្រឹមត្រូវចំពោះបញ្ហាដែលគាត់កំពុងតែជួបប្រទះរាល់ថ្ងៃបពុតលោកសម្ដែងថាម៉េចកូនណាកូនការងារដែលមិនច្របូកច្របល់គឺជាមង្គលដដំប៉ុន្តែមិនច្របូកច្របល់មិនต้องគិតខ្លួនឯងបពុតលោកគាត់សម្ដែងថាការងារដែលមិនច្របូកច្របល់គឺជាមង្គលដដំឧបមាថាខ្លាមួយនៅក្នុងព្រៃវាចេះតែចាប់កូនឆ្លុះស៊ីយើងគួរគិតថាតើបញ្ហាមកពីអីបញ្ហាមកពីខ្លាហ្នឹងវាកាចសាហាវខ្លាហ្នឹងវាអត់អាណិតដល់កូនឆ្លុះយើងគិតពិចារណាយូរទៅធម្មជាតិរបស់ខ្លាវាត្រូវតែស៊ីសាច់អញ្ចឹងធម្មជាតិមនុស្សដែលមានអំណាចនៅក្នុងដៃពេញទំហឹងច្បាប់ចងអត់ជាប់គេតែងតែប្រើអំណាចរបស់គេដើម្បីផលប្រយោជន៍របស់ខ្លួនគេមុនជាធម្មជាតិវាអញ្ចឹងខ្លាកើតមកវាត្រូវតែស៊ីឆ្លុងជាធម្មជាតិអញ្ចឹងនេះមិនមែនជាបញ្ហាទេដែលបញ្ហាពិតប្រាកដគឺត្រង់ថាកូនឆ្លុះវាអត់រួបរวมគ្នាដើម្បីធ្វើអន្ទាក់សម្រាប់ចាប់ខ្លាបញ្ហានៅត្រង់ហ្នឹងបញ្ហាយើងជាមនុស្សណាបងប្អូនយើងត្រូវគិតទៅតាមលំដាប់លំដោយដើម្បីដោះស្រាយបញ្ហាឲ្យបានដោយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាការងារដែលមិនច្របូកច្របល់គឺជាមង្គលដ៏ដំឥឡូវដើម្បីកុំឲ្យការងារច្របូកច្របល់យើងចាប់ដើមពិនិត្យមួយឧទាហរណ៍ថារបស់មានរូបមានចានមានឆ្នាំងមានតុមានទូមានកៅអីមានកែវផឹកទឹកមានអំភ្លីមានមញ៉េមានរបស់របរច្រើនរបស់មានរូបស្រួលទេយើងដឹងថាណែมันអាចយកក្រែទៅដាក់លើចានទេมันអាចយកក្រែទៅដាក់លើកែវទេมันអាចយកតុយកទូទៅដាក់លើកែវវាបែកយើងដឹងអានោះវាមានរូបគេថាមនុស្សល្ងងមើលតែនឹងភ្នែកឃើញតែរូបដល់ពេលមនុស្សឆ្លាតវាមើលឃើញនឹងអបញ្ញារឿងអញ្ចឹងតើត្រូវដោះស្រាយមិនវារៀបចំតាមលំដាប់លំដោយអានោះដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាការងារដែលមិនច្របូកច្របល់គឺជាមង្គលដ៏ដំដំបូងដៃបំផុតខ្ញុំគិតក្នុងចិត្តម្នាក់ឯងថាតើបញ្ហាស្រុកខ្មែរត្រូវដោះស្រាយមិនគិតរួចហើយកុំឲ្យវាច្របូកច្របល់កាន់ក្បាលមេក្រូបញ្យលប្រជាប្រដ្ឋដែលជាម្ចាស់ប្រទេសដែលគាត់រងគ្រោះពីបញ្ហាសង្គមហើយដល់ពេលដោះស្រាយទៅគាត់ជាអ្នកទទួលផលឥឡូវយើងគិតដោយស្មោះត្រង់មើលយករឿងហ្នឹងមកប្រាប់គាត់ព្រោះគាត់ជាអ្នកជួបបញ្ហាហើយបើដោះស្រាយបញ្ហាទៅគាត់ជាអ្នកទទួលផលត្រឹមត្រូវអត់ដល់ពេលយើងវាមានគ្នាច្រើនពេកអាណាចង់និយាយគ្រប់ភូមិគ្រប់ស្រុកកើតចាក់រត់យោត្រឹមត្រូវមានច្បោកច្បល់ណាអត់មានច្បោកច្បល់ទេទៅតាមលំដាប់លំដោយយើងនឹកឃើញពីកំណត់សម្រាប់ដោះស្រាយបញ្ហាយើងយកកំណត់ហ្នឹងមកប្រាប់ប្រជាប្រដ្ឋច្រើនពេកយើងយកសម្លេងរបស់យើងទៅចាក់ផ្សាយដោយពឹងផ្អែកទៅលើអីបងប្អូនពឹងផ្អែកទៅលើថាណាដំណោះស្រាយមួយហ្នឹងពេលដែលដោះស្រាយទៅពួកយើងទាំងអស់គ្នាជាអ្នកទទួលផល
បើតាណាជាខ្ញុំគិតថាដំណោះស្រាយមួយនេះពេលដែលដោះស្រាយទៅណាបានផលមកតែខ្ញុំម្នាក់ឯងទេបងប្អូនខ្ញុំដឹងថាបរាជ័យរួចស្រេចមិនបាច់ចេញដំណើរទេគ្មានអាណាមកចូលរួមជាមួយនឹងយើងនៅពេលដែលដោះស្រាយទៅបានផលមកតែយើងទេតែខ្ញុំដឹងច្បាស់លាស់ថាយន្តការ8ចំណុចជាវិធានការកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីដើម្បីឲ្យមានតុល្យភាពអំណាចរវាងអ្នកកាន់ការងារស្រុកទេសជាមួយនឹងប្រជាប្រដ្ឋនេះវាបានផលទៅប្រជាប្រដ្ឋទាំងអស់គ្នាហើយរឿងហ្នឹងវាត្រូវតែអញ្ចឹងមែនឧទាហរណ៍ថាស្រែយើងវាក្រហមមកពីអត់ទឹកយើងច្បាស់លាស់ក្នុងចិត្តរបស់យើងថាវាពិតជាមកពីអត់ទឹកមែនស្រុកខ្មែរបញ្ហានៅត្រង់អំណាចប្រមូលផ្ដុំនឹងមែនយើងច្បាស់លាស់អញ្ចឹងដល់យើងច្បាស់ថាអញ្ចឹងយើងកាន់ក្បាលមេក្រូបញ្យលប្រជាប្រដ្ឋវាសំខាន់នៅត្រង់ប្រជាប្រដ្ឋនោះថាតើគាត់ស្ដាប់គិតត្រេះនេះពិចារណាទៅឃើញថាអញ្ចឹងមែនអត់ហើយពេលដែលឃើញថាអញ្ចឹងហើយតើគាត់ចូលរួមជួយធ្វើអត់អានឹងត្រឡប់មកដល់មេទ័ពអ៊ីស្រាអែលវិញមេទ័ពអ៊ីស្រាអែលថាខ្ញុំរកឃើញហើយវិធានការដើម្បីយកឈ្នះលើសត្រូវប៉ុន្តែសំខាន់បំផុតថាកូនទ័ពទាំងអស់គ្នានឹងចូលរួមផងបើកូនទ័ពទាំងអស់គ្នាអត់ចូលរួមទេអានឹងខ្ញុំអត់ធានាថាវិធានការរបស់ខ្ញុំបានជោគជ័យទេមានវិធានការខ្លះបងប្អូនចូលរួមហើយប៉ុន្តែគម្រោងការហ្នឹងវាអត់ត្រឹមត្រូវដល់ពេលបងប្អូនធ្វើទៅអត់បានជោគជ័យឡើយខ្ញុំលើកឧទាហរណ៍កូនកដោតូចទេបងប្អូនវាឆ្លោះជាមួយឆ្មាចេះតែចាប់កូនកដោស៊ីដល់ពេលកូនកដោវាប្រជុំគ្នាលើកជាផែនការអាកដោមួយហ្នឹងគេចាត់ទុកថាកដោឆ្លាតជាងគេវាលើកជាផែនការថាឥឡូវយើងលើកផែនការអញ្ចេះយើងនាំគ្នាយកកដឹងទៅចងកឆ្មាកាលណាឆ្មាវាដើរមកយើងលឺរើងយើងដឹងមុនរួចហើយយើងរត់គេចខ្លួនបានប៉ុន្តែសពថ្ងៃឆ្មាវាអត់កដឹងអញ្ចឹងពេលដែលវាចូលមកចាប់យើងអត់ដឹងចាប់យើងបានអញ្ចឹងយើងរកនឹកឃើញផែនការមួយហើយគឺត្រូវយកកដឹងទៅចងកឆ្មាគេនាំគ្នាផ្ទះដៃគិលគេថាគេរកឃើញផែនការហើយដល់ពេលចុងកតុយសួរថាតើអាណាអ្នកយកកដឹងទៅចងកឆ្មាស្រាប់តែកដោទាំងអស់គ្នាថាទេអញមិនទៅទេទៅចងកឆ្មាអាហ្នឹងដូចយកសាច់ទៅឲ្យឆ្មាស៊ីអញ្ចឹងផែនការរបៀបហ្នឹងគេថាជាផែនការអត់ត្រឹមត្រូវតែខ្ញុំនិយាយខាងដើមថាវាមានផែនការខ្លះគេរកឃើញហើយប៉ុន្តែពេលធ្វើទៅវាបរាជ័យប៉ុន្តែមេទ័ពអ៊ីស្រាអែលគាត់និយាយទៅកាន់កូនទ័ពគាត់ថាណែខ្ញុំរកឃើញវិធានការដើម្បីកំទេចជំរុំខ្មាំងសត្រូវឲ្យបានជោគជ័យហើយបើសំណាជាអ្នកទាំងអស់គ្នាពិតជាចូលរួមក្នុងវិធានការនឹងពិតប្រាកដមែនណាខ្ញុំធានាថាផែនការយើងបានជោគជ័យហើយបើមិនបានជោគជ័យទេអ្នកចង់ធ្វើអ្វីខ្ញុំក៏ធ្វើទៅប៉ុន្តែសំខាន់បំផុតណាអ្នកទាំងអស់គ្នាត្រូវចូលរួមដូចគ្នាជាមួយនឹងវិធានការក្នុងការកាត់បន្ថយអំណាចរដ្ឋរបស់យើងដើម្បីដោះស្រាយបញ្ហាទាំងអស់នៅក្នុងស្រុកខ្មែរសំខាន់បំផុតគឺការចូលរួមរបស់បងប្អូនដែលជាអ្នករងផលអាក្រក់កាលណាអំណាចប្រមូលផ្ដុំហើយនឹងបានទទួលផលកាលណាកាត់បន្ថយអំណាចរដ្ឋតាមវិធានការរបស់យើងបើសិនណាជាបងប្អូនចូលរួមក្នុងវិធានការនឹងរួចហើយវិធានការនឹងបែរទៅជាបរាជ័យវិញបងប្អូនចង់ធ្វើអីខ្ញុំធ្វើចោះប៉ុន្តែបើសិនណាជាបងប្អូនអត់ចូលរួមណាខ្ញុំអត់ធានាណាបងប្អូនអត់ធានាទេខ្ញុំធ្វើការងាររបស់ខ្ញុំគឺបញ្យល់បងប្អូនឲ្យអស់លទ្ធភាពដែលខ្ញុំអាចធ្វើទៅបានរួចហើយយកទៅចាក់ផ្សាយទៅរួចហើយបើសិនណាជាបងប្អូនមិនចូលរួមក្នុងរឿងនឹងទេអានឹងប្រះយោរៀងខ្លួនទៅអាណាមានបន្តិចទៅជិះឡានសកានៀកទៅបើអាណាវាអត់មានទេងាប់ទៅលមូលកតេលទៅមានន័យថាប្រះយោរៀងខ្លួនទៅកូនឆ្លុះនិយាយគ្នាស្ដាប់មិនបានទេដូច្នេះរកដប់រកកពោតររុនអីពួនរៀងខ្លួនទៅពេលខ្លាមកពួននិយាយស្ដាប់គ្នាមិនបានប៉ុន្តែបើសិនណាជាបងប្អូនចូលរួមក្នុងវិធានការនឹងរួចហើយវិធានការនឹងបែរទៅជាបរាជ័យវិញបងប្អូនចង់ធ្វើអ្វីខ្ញុំក៏ធ្វើទៅប៉ុន្តែណាបងប្អូនសំខាន់បំផុតក្នុងការអនុវត្តផែនការមួយឲ្យបានជោគជ័យអ្នកដែលចូលរួមនឹងត្រូវយល់ដឹងឲ្យបានល្អិតល្អន់អំពីវិធានការនោះបើមិនចឹងទេយើងអាចនឹងបរាជ័យឧទាហរណ៍ដូចទ័ពអ៊ីស្រាអែលបងប្អូនមេទ័ពវារៀបចំផែនការដើម្បីវាយខ្មាំងសត្រូវម្ដង3ប្រទេសម្ដង3ប្រទេសព្រឹកវាយអានេះល្ងាចទៅវាយអានោះកប៉ាល់ហោះណាខ្លះទៅខាងណាទ័ពថ្មើរជើងត្រូវទៅវាយខាងណាវាបែងចែកឲ្យល្អិតល្អន់ទៅតាមវិធានការរបស់វាប៉ុន្តែសំខាន់បំផុតកូនទ័ពទាំងអស់ហ្នឹងវាមានការយល់ដឹងល្អិតល្អន់អំពីវិធានការហ្នឹង
រហូតដល់មេទ័ពអ៊ីស្រាអែលសួរទៅកូនគាត់ដែលចូលរួមក្នុងសមរភូមិថាយ៉ាងម៉េចអត់អ្នករឿងអញ្ចឹងតើអ្នកធ្វើបានអត់បើអ្នកធ្វើមិនបានទេខ្ញុំមានជំរឿនឲ្យអ្នកមួយទៀតគឺងាប់មកបើធ្វើមិនបានទេគឺមានតែផ្លូវមួយទៀតងាប់មកអ្នកកប៉ាល់ហោះយើងមានតិចណាស់យើងវាយម្ដង3ប្រទេសអញ្ចឹងព្រឹកឡើងយើងត្រូវទៅវាយនៅប្រទេសនេះមុនហើយពេលត្រឡប់ចូលមកវិញភ្លាមណាកប៉ាល់ហោះចុះដល់ដីភ្លាមកប៉ាល់ហោះឈប់អ្នកមានពេលតែ7នាទីទេដើម្បីរៀបចំបំពាក់សព្វាវុធជាថ្មីឡើងវិញព្រោះតែច្បាំងវាអស់ហើយសព្វាវុធនឹងតម្លាក់អស់ហើយអញ្ចឹងពេលកប៉ាល់ហោះចុះភ្លុកឈប់ងឹកចាប់ដើមរាប់7នាទីបំពាក់សព្វាវុធឲ្យបានហើយនឹងចាក់ប្រេងបំពេញកប៉ាល់ហោះនឹងឲ្យពេញដើម្បីឲ្យកប៉ាល់ហោះនឹងចេញប្រតិបត្តិការសារជាថ្មីមានអ្នកខ្លះស្រែកចាចត្មងងាត់ធ្វើមិនបានទេឡានណាចាក់សាំងតែ100លីត្រទេចាក់5នាទីហើយចូលកប៉ាល់ហោះធំយ៉ាងនោះចាក់សាំងច្រើនយ៉ាងនឹងឲ្យខ្ញុំចាក់7នាទីចាក់ទាំងសាំងផងរៀបចំសព្វាវុធសារជាថ្មីផងចាក់មិនស្រួលកប៉ាល់ហោះកំពុងតែចុះមកវាក្តៅផងផ្ទុះកប៉ាល់ហោះខ្ញុំធ្វើមិនបានទេបើធ្វើមិនបានមានផ្លូវមួយទៀតងាប់ពួកអីយើងវាយម្ដង3ប្រទេសកប៉ាល់ហោះយើងមានតែប៉ុណ្ណឹងអញ្ចឹងយើងអត់អាចបន្ថយពេលវេលាក្នុងការហោះហើរទេប៉ុន្តែយើងអាចបន្ថយពេលវេលានៅលើដីអ្នកឯងសាក់លបងធ្វើមើលទីបំផុតទ័ពអ៊ីស្រាអែលទាំងអស់វឹកហាត់រហូតដល់ធ្វើបានកប៉ាល់ហោះចុះចតព្រាម7នាទីចាក់សាំងពេញរួចហើយបំពាក់សព្វាវុធជាថ្មីធ្វើបានរហូតកុំសំបីតែប្រទេសអាស៊ីសំបីតែអឺរ៉ុបនិងសហរដ្ឋអាមេរិកអង្គុយរឹតដើមទ្រូងថាអូម្ចាស់ថ្លៃហើយហេតុអ្វីបានជាពូជសាសន៍អ៊ីស្រាអែលនឹងអាចធ្វើរឿងនឹងកើតវាហួសហេតុហ្មងមិនគួរណាធ្វើកើតតែវាធ្វើកើតហ្មងពីព្រោះបើគេធ្វើមិនកើតទេគេអាចនឹងងាប់មានរឿងមួយទៀតតើអ្នកអាចធ្វើកើតទៀតអត់ផែនទីរបស់សត្រូវអ្នកត្រូវចាំឲ្យជាងសត្រូវរបស់អ្នកទៅទៀតកភ្លើងធំរបស់សត្រូវនៅកន្លែងណាកន្លែងស្តុកស្បៀងនៅកន្លែងណាបើលៀនកប៉ាល់ហោះនឹងមាន2ចតប្រមាណអ្នកត្រូវដឹងឲ្យបានច្បាស់លាស់ឲ្យបានលំអិតអំពីរបៀបរបបនៃការធ្វើការរបស់ខ្មាំងសត្រូវរបស់អ្នកអាវុធយុទ្ធភ័ណ្ឌផែនទីសំខាន់ទាំងអស់អ្នកត្រូវចាំឲ្យជាងខ្មាំងសត្រូវរបស់ខ្លួនដែលកំពុងកាន់ផែនទីនោះទៀតដើម្បីសបញ្ជាក់ឲ្យឃើញថាអ្នកពិតជាចាំចេះស្ទាត់ពិតប្រាកដមែនផែនទីទាំងអស់ហាមមើលនៅក្នុងពេលប្រតិបត្តិការហាមមើលពេលបើកកប៉ាល់ហោះក៏ដោយពេលបាញ់ពេលប្រយុទ្ធអីក៏ដោយហាមមើលសូមអ្នកចាំក្នុងក្បាលទាំងអស់គ្រប់ផែនទីតាំងពីធំរហូតដល់ល្អិតអ្នកមើលឲ្យចាំខ្ទេចខ្ទីទាំងអស់មានអ្នកខ្លះវាស្រែកឡើងថាអូយធ្វើមិនបានទេអាណាចាំលោកឲ្យលោកធ្វើមិនបានទេបើធ្វើមិនបានអ្នកមានតែផ្លូវមួយទៀតគឺងាប់ព្រោះអីព្រោះយើងត្រូវតែដើរទៅមុខសត្រូវព្រោះយើងឆ្លោះគេម្ដង3ប្រទេសទ័ពយើងវាតិចហើយនឹងកប៉ាល់ហោះរបស់យើងវាតិចបើយើងអត់មានព្រៀបលើសត្រូវខាងបច្ចេកទេសខាងការតស៊ូបដូរផ្ដាច់ទេយើងមកតែចាញ់សត្រូវហើយយើងមានតែផ្លូវមួយទេគឺងាប់ទីបំផុតទៅបងប្អូនទ័ពអាកាសរបស់អ៊ីស្រាអែលដែលក្មេងៗហ្នឹងបងប្អូនចាំផែនទីនោះថាម៉ែអាចចាំគ្រាន់តែវាវឹកហាត់ដល់3 4 5ឆ្នាំមុនបងប្អូនវាប្រកាសថាគង់តែថ្ងៃណាមួយកើតសង្គ្រាមហ្នឹងវាវឹកហាត់3 4 5ឆ្នាំមុនគេថាជាទូទៅកងទ័ពអ៊ីស្រាអែលទាំងស្រីទាំងប្រុសត្រូវបានគេដាស់នៅកណ្ដាលអាគារកំពុងតែដេកលក់ដើម្បីត្រៀមលក្ខណៈប្រយុទ្ធថាតើវារត់ហ្នឹងរត់ទាំងមួយមាំងអត់រត់ទៅកន្លែងកប៉ាល់ហោះរបស់វាហើយគេចាប់ដើមសួរអំពីផែនទីរបស់សត្រូវតើពេលកំពុងតែងើបពីដេកអញ្ចឹងវាមួយមាំងអត់គេថាធ្វើឲ្យច្បាស់លាស់ថាផែនការមួយនេះគឺត្រូវតែបានជោគជ័យតែមកទីបំផុតទ័ពអ៊ីស្រាអែលក្មេងៗទាំងស្រីទាំងប្រុសអាចធ្វើបានយកឈ្នះលើសមរភូមិរបស់សត្រូវម្ដង3ប្រទេសបងប្អូនម្ដង3ប្រទេសដូចគ្នាជាមួយពួកយើងមានបញ្ហាសំខាន់បំផុតបងប្អូនអត់ទុកចិត្តខ្ញុំសប្ងៃចេះតែនឹកក្នុងចិត្តថាវាអត់ដែលមានអ្នកនយោបាយណាធ្វើនយោបាយអត់ចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនទេនេះជាបញ្ហាមួយដែលយើងត្រូវតែដោះស្រាយគ្នាបើយើងអត់ទុកចិត្តគ្នាទេអត់កើតសាមគ្គីទេបងប្អូនចេះតែនឹកគិតថាប្រហែលខ្ញុំចង់បានអីពីបងប្អូនរឿងមួយនេះដើម្បីដោះស្រាយកង្វល់ក្នុងដួងចិត្តរបស់បងប្អូនស្ដាប់ឲ្យច្រើននេះទៅសម្លេងរបស់ខ្ញុំនិយាយជាង 2000 ម៉ោងហើយមនុស្សគេថាបើហែងមិននិយាយអញក៏មិនដឹងពីឯងដែរមនុស្សអង្គុយតែស្ងៀមមកបងប្អូនយើងស្ទង់ចិត្តវាអត់ត្រូវណា
ប៉ុន្តែ2000ម៉ោងជាងហើយណាបើបងប្អូនស្ទង់មិនត្រូវទៀតហើយប្រើពាក្យថាវាបានតែនិយាយអាណាទៅនៅក្នុងពោះវាមិនដឹងថាវានឹងស្មោះត្រង់អត់ដល់ស្ដាប់ជាង2000ម៉ោងហើយបងប្អូននៅតែមិនដឹងចិត្តអ្នកនិយាយទៀតណាខ្ញុំថាកាត់ក្បាលឲ្យឆ្កែស៊ីទៅក្បាលហ្នឹងប្រើការលែងកើតទៅត្រូវពេទ្យឈួតមនុស្សតែក្បាលរបស់គេនៅប្រើការកើតទេបងប្អូនស្ដាប់តែ4 10ម៉ោងទេបងប្អូនយើងដឹងមកថាចិត្តរបស់បុគ្គលនេះកលិចកលុចចិត្តរបស់បុគ្គលនេះត្រង់អ្នកបុគ្គលនេះមានកម្រងការក្នុងការដោះស្រាយបញ្ហាច្បាស់លាស់អញស្ដាប់ទៅអញដឹងថាណែកន្លែងនេះត្រូវកន្លែងនេះខុសហើយបើក្បាលនឹងបែងចែកទៅនឹងអត់បានទេបងប្អូនកាត់ក្បាលនឹងឲ្យឆ្កែស៊ីទៅព្រោះខ្ញុំមិនដឹងជាមានអ្វីដែលអាចជួយឲ្យបងប្អូនជ្រះថ្លាក្នុងរឿងថាតើខ្ញុំស្មោះត្រង់អត់នឹងទេមនុស្សល្ងងណាបងប្អូនគាត់និយាយថាអាណាទៅនៅក្នុងពោះវាខ្ញុំចាញ់ទៅគាត់វិញថាមុខមីងពូឯងទោះបីវះពោះរបស់ខ្ញុំមិនញាត់មីងពូឯងឲ្យមកនៅក្នុងពោះខ្ញុំក៏មីងពូឯងមិនដឹងខ្ចោយដែរមីងពូឯងមើលចិត្តគេអត់ឃើញដោយសារក្បាលមីងពូឯងទេមិនមែនបញ្ហារបស់គេទេគឺបញ្ហាក្បាលរបស់មីងពូឯងអារឿងបញ្ហាបងប្អូនទុកចិត្តខ្ញុំក៏មិនទុកចិត្តខ្ញុំអានឹងវាអាស្រ័យទៅលើការវិភាគរបស់បងប្អូនដោយផ្អែកទៅលើហេតុផលដែលខ្ញុំបានបញ្ចេញនៅតាមវេទិកាសាធារណៈជាង2000ម៉ោងមកហើយបងប្អូនស្ដាប់ទៅពេលណាបងប្អូនកើតទំនុកចិត្តរួចហើយសំខាន់បំផុតណាបងប្អូនត្រូវយល់អំពីផែនការហ្នឹងដូចតបអ៊ីស្រាអែលមិនអញ្ចឹងណាមេតបរបស់វាអ្នករៀបចំគម្រោងផែនការវាយសត្រូវប៉ុន្តែសំខាន់បំផុតណាកូនតបដែលចូលរួមទាំងអស់វាយល់ទាំងអស់យល់ពីផែនការហ្នឹងណាបងប្អូនចំណាំមើលបងប្អូនប្រើកូនបងប្អូនឧបមាថាប្រើវាទៅបាចជីស្រូវតែវាអត់យល់ចាំមើលទៅមកផ្លែតខូចការភ្លាមប៉ុន្តែបើបងប្អូនបញ្យល់វាឲ្យអស់ឬក៏យកវាទៅឲ្យមើលយើងក្នុងការបាចវាមានបទពិសោធន៍ដល់ពេលថ្ងៃក្រោយយើងបាច់ទៅវាបាចកើតមកមនុស្សយល់សំខាន់បំផុតការងារមានប្រសិទ្ធភាពគឺចូលរួមដោយមនុស្សដែលមានការយល់យើងក៏ដូចគ្នាដែរបងប្អូនឃើញគ្រប់វេទិការបស់យើងមិនដែលកាន់ក្បាលមេក្រូរួចហើយជេររដ្ឋាភិបាលដើម្បីផ្គាប់ចិត្តរបស់បងប្អូនឲ្យបងប្អូនសប្បាយចិត្តថាយើងនឹងជាអ្នកជួយបងប្អូនរួចហើយឲ្យបងប្អូនបោះឆ្នោតឲ្យយើងអត់ដែលធ្វើទៅតាមផ្លូវហ្នឹងទេតែពេលណាកាន់ក្បាលមេក្រូយើងទុករដ្ឋាភិបាលម្ដុំយើងទុកអ្នកផ្សាយធម៌បោកម្ដុំយើងទុកពួកគណៈបកប្រឆាំងដែលជាគណៈបកឆ្លៀតឱកាសម្ដុំយើងកាន់ក្បាលមេក្រូយើងបញ្យល់ទៅកាន់ប្រជាប្រដ្ឋអំពីផែនការរបស់យើងក្នុងការធ្វើឲ្យបានសម្រេចសុបិនរួមរបស់ពួកយើងផងយើងបញ្យល់អំពីលក្ខណៈរបស់មនុស្សខូចតែវាបោករបៀបម៉េចដោយភ្ជាប់ទៅជាមួយនឹងហេតុផលប៉ុន្តែបងប្អូនមើលគណៈបកប្រឆាំងមើលបើកាន់ក្បាលមេក្រូណាបងប្អូនគេហែកគួររដ្ឋាភិបាលគេហែកខោហែកអាវរដ្ឋាភិបាលដើម្បីឲ្យបងប្អូនមើលឃើញថារដ្ឋាភិបាលអាក្រក់ប៉ុន្តែគេមិនដែលផ្ដល់ចំណេះដឹងឲ្យប្រជាពលរដ្ឋនឹងបានឆ្លោះមើលខ្លួនគេផងទេបងប្អូនភ្លើងឆេះផ្ទះហើយពេលណាភ្លើងឆេះផ្ទះបងប្អូនជូនអីវ៉ាន់ចុះក្រោមពេលហ្នឹងដែលជាបញ្ហាបងប្អូនតែបងប្អូនភ្លេចមើលចោលមកជួយជូនអីវ៉ាន់របស់បងប្អូនណាបញ្ហានៅត្រង់ហ្នឹងរដ្ឋាភិបាលសប្ងៃធ្វើបាបប្រជាពលរដ្ឋរដ្ឋាភិបាលដឹកនាំប្រទេសទៅបងប្អូនមានបញ្ហាបងប្អូនចង់ចេញអំពីបញ្ហាគឺបងប្អូនចង់ផ្លាស់ប្ដូររដ្ឋាភិបាលមិនទាន់គ្រប់គ្រាន់សម្រាប់ឲ្យបងប្អូនអាចដោះស្រាយបញ្ហារបស់បងប្អូនបានទេបងប្អូនត្រូវមើលអាអ្នកថ្មីទៀតផ្ទះរបស់បងប្អូនដឹងថាវាពុកវាភ័យបងប្អូនមិនអាចនៅបានទេគ្រាន់តែប៉ុណ្ណឹងបងប្អូនអត់គ្រប់គ្រាន់ទេជួនកាលបងប្អូននៅក្នុងផ្ទះហ្នឹងប៉ុន្តែបងប្អូនមានបញ្ញាតិចទេបងប្អូនអត់ដឹងថាផ្ទះរបស់បងប្អូនចិត្តដួលទេណាមានមនុស្សខ្លះគេអូសដៃរបស់បងប្អូនទៅមើលងាប់មិនឯងហ៊ាននៅផ្ទះហ្នឹងហើយមើលតសវាចាប់ដើមប្រេះទេអញតានាណាតែ4 5ថ្ងៃចិត្តបាក់នេះអត្តពលរបស់វានោះក៏អែនតែ4 5ថ្ងៃចិត្តបាក់ផ្ទងនឹងមកមិនឯងហ៊ាននៅបញ្ហាច្រើនណាស់ផ្ទះហើយណាដល់ពេលយើងមើលទៅឃើញតែផ្ទះហ្នឹងវាកំពុងតែមានបញ្ហាមិនគ្រប់គ្រាន់សម្រាប់ឲ្យយើងដោះស្រាយបញ្ហាទេបងប្អូនត្រូវសួរគេថាហើយពីអញរើផ្ទះហ្នឹងទៅអញទៅនៅណាអញទៅនៅណាទៅនៅផ្ទះថ្មីផ្ទះថ្មីនឹងសង់មិនអាត្រង់ចំណុចហ្នឹងដែលខ្ញុំនិយាយថាគណៈបកប្រឆាំងគេនាំប្រជាពលរដ្ឋទៅមើលតែផ្ទះចាស់គឺរដ្ឋាភិបាលខូចចេះខូចចុះខូចចេះខូចចុះហើយមិនម្ដងទេណាបងប្អូនអារបៀបហ្នឹងមិនម្ដងទេណាតែបងប្អូននិយាយថាអាក្តរណាទៅក្តរណានោះណាមិនម្ដងទេណាតែបងប្អូនខឹងរដ្ឋាភិបាលរួចហើយមានអ្នកនយោបាយមកហែកហួររដ្ឋាភិបាលឲ្យបងប្អូនស្ដាប់បងប្អូនស្មានតែអ្នកហែកហួរល្អបងប្អូនបោះឆ្នោតឲ្យអ្នកហ្នឹងដល់ពេលចុងកតុយបំផុតបងប្អូនស្រែកថាយកដូចតាមុនអាក្តរណាទៅក្តរណាដែរមិនម្ដងទេណាច្រើនដងយើងចង់ប្របាត់បញ្ហាហ្នឹងតែខ្ញុំនិយាយខាងដើម
របស់បងប្អូនចំពោះការដោះស្រាយបញ្ហាហ្នឹងសំខាន់បំផុតបញ្ហាដែលយើងត្រូវនិយាយគ្នាគឺបញ្ហាអរិយាប័ត្ររបស់បងប្អូនដែលបងប្អូនប្រកាន់ចំពោះបញ្ហាហ្នឹងអានោះដែលយើងត្រូវនិយាយគ្នាសម្រាប់ការរើរូបផ្ទះចាស់មិនមែនគ្រប់គ្រាន់ឲ្យបងប្អូនអាចបានផ្ទះថ្មីល្អត្រឹមត្រូវនៅទេរើផ្ទះចាស់ដឹងតែរើហើយប៉ុន្តែឥឡូវអញសុំពេលបន្តិចសួរឯងពីរឿងការកសាងផ្ទះថ្មីហើយកសាងមិនបើពួកសំរងស៊ីកម្មសខាមកនិយាយប្រាប់បងប្អូនថារដ្ឋាភិបាលធ្វើអញ្ចេះរដ្ឋាភិបាលធ្វើអញ្ចោះបងប្អូនសួរតែមួយម៉ាត់ទៅសួរថាដល់ពេលហើយកាន់ការងារប្រទេសជាតិវិញណាហើយកសាងរបៀបម៉េចបើមិនគេនិយាយរួមឲ្យបងប្អូនស្ដាប់ឡើយគេថាគេនឹងកសាងផ្ទះមួយថ្មីល្អឲ្យហែងនៅហ្មងអាហ្នឹងគេនិយាយរួមគេនឹងកសាងប្រទេសមួយជាប្រទេសប្រជាធិបតេយ្យឲ្យបងប្អូនរស់នៅស្រួលហ្មងអាចចាញ់បោកគេមុនគេនិយាយចឹងបងប្អូនគេអត់និយាយលម្អិតពីវិធានការរបស់គេដើម្បីបញ្ជាក់ថាគេមានសមត្ថភាពក្នុងការកសាងផ្ទះថ្មីមែនបងប្អូនត្រូវសួរថាមើលអាផ្ទះថ្មីនោះឯងធ្វើម៉េចអញរៀបអត់អូហែងរៀបអត់គាត់បុកគ្រឹះទេអូអញច្រឡំបុកគ្រឹះសិនអូអានេះសង្ស័យបែបមិនចេះសង់ផ្ទះទេទៅរៀបជាងមុនតាមអញដឹងត្រូវបុកគ្រឹះមុនបងប្អូនសួរសង្គមប្រជាធិបតេយ្យមើលកម្មសខាសំរងស៊ីនឹងកសាងរបៀបម៉េចតែគាត់និយាយថារដ្ឋាភិបាលផ្ដាច់ការដួលរំលំចោលទៅយើងកសាងសង្គមប្រជាធិបតេយ្យបងប្អូនសួរបន្តិចមើលសង្គមប្រជាធិបតេយ្យនឹងកសាងម៉េចបងប្អូនណាមនុស្សដែលគ្មានភាពប្រជាធិបតេយ្យក្នុងចិត្តក្នុងបេះដូងក្នុងសកម្មភាពក្នុងវប្បធម៌រស់នៅរបស់គេមិនអាចធ្វើសង្គមប្រជាធិបតេយ្យបានទេនៅលើលោកនេះបងប្អូនពួកអភិជននេះមួយពួកសក្តិភូមិពួកស្ដេចនឹងពីរបងប្អូនមិនងាយធ្វើប្រជាធិបតេយ្យបានទេវាអត់មានវប្បធម៌អានឹងដែលខ្ញុំនិយាយថាបងប្អូនត្រូវឆែកមើលវាមានវប្បធម៌មួយដែលដឹកដាមក្នុងខ្លួនរបស់វាតាំងពីវាកើតមកថាអញជាកូនស្ដេចអញជាអភិជនដូច្នេះអញត្រូវទៅលើគេអារម្មណ៍វាអញ្ចឹងហើយប្រជាធិបតេយ្យគឺជាសង្គមរបស់ពួកយើងទាំងអស់គ្នាប៉ុន្តែវាបញ្ហានៅត្រង់ប្រជាប្រដ្ឋគាត់ព្រមហ្មងគាត់ស្រែកថាគាត់ចង់បានសង្គមប្រជាធិបតេយ្យប៉ុន្តែក្នុងចិត្តរបស់គាត់បើមានអ្នកធំណាចិត្តល្អគាត់ថាសង្គមអញ្ចឹងសង្គមប្រជាធិបតេយ្យគាត់ព្រមហើយគាត់អត់យល់ថាសង្គមប្រជាធិបតេយ្យជាសង្គមរបស់ពួកយើងទាំងអស់គ្នាទេដោយប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថានៅក្នុងទឹកដីនៃសហរដ្ឋអាមេរិកយើងនេះអត់មានវណ្ណៈដឹកនាំគេនិងវណ្ណៈត្រូវបានគេដឹកនាំទេមានតែពួកយើងទាំងអស់គ្នាពួកយើងជាម្ចាស់ផែនដីប៉ុន្តែពួកយើងរស់នៅដោយគ្មានរដ្ឋមិនបានពួកយើងក៏នាំគ្នាបង្កើតរដ្ឋមកមានប្រធានាធិបតីមានរដ្ឋមន្ត្រីមានតំណាងរាស្ត្រមានព្រឹទ្ធសភាអីចឹងទៅប៉ុន្តែត្រូវធ្វើច្បាប់យ៉ាងម៉េចក៏ដោយឲ្យនាយករដ្ឋមន្ត្រីឲ្យប្រធានាធិបតីឲ្យតំណាងរាស្ត្រឲ្យចៅហ្វាយក្រុងទាំងអស់ហ្នឹងคล้ายទៅជាពលរដ្ឋសាមញ្ញរបស់សហរដ្ឋអាមេរិកកាលណាគាត់ធ្វើអីខុសគេអាចចាប់គាត់បានដូចតែយើងអញ្ចឹងដែរប៉ុន្តែអារម្មណ៍របស់ប្រជាពលរដ្ឋអត់ចឹងទេប្រជាធិបតេយ្យទម្រង់នៃការដឹកនាំប្រទេសដូចប្រជាពលរដ្ឋជាម្ចាស់អ្នកបរសេះហើយអ្នកដឹកនាំប្រទេសដូចជាសេះចឹងសេះវាទៅណេះឬទៅនោះដោយសារប្រជាពលរដ្ឋដែលជាម្ចាស់សេះហ្នឹងវាកត្រាក់ប៉ុន្តែទម្រង់នៃការដឹកនាំបែបផ្ដាច់ការប្រជាពលរដ្ឋហ្នឹងដូចអ្នកជីឡាននៅធុងខាងក្រោយចឹងគេវាយធុងរួចហើយដាក់ប្រជាពលរដ្ឋនៅធុងខាងក្រោយមេដឹកនាំដូចអ្នកបរឡានចឹងដល់ពេលប្រជាពលរដ្ឋឯនេះគាត់លើកដៃសង្បូងសង្រោងគាត់ស្រែកថាអូយលោកមេដឹកនាំហើយលោកមេដឹកនាំជាម៉ែជាឪប្រជាពលរដ្ឋជាកូនជាចៅសូមដឹកនាំណាឲ្យបានសេចក្តីសុខដល់កូនដល់ចៅផងបដិវត្តផ្នត់គំនិតអារម្មណ៍បែបហ្នឹងជាអារម្មណ៍មិនប្រជាធិបតេយ្យទេអត់មានវប្បធម៌ប្រជាធិបតេយ្យទេវប្បធម៌ប្រជាធិបតេយ្យគឺវប្បធម៌ពួកយើងទាំងអស់គ្នាជាម្ចាស់ផែនដីគុំសំបីតតាឆ្ងាយបងប្អូនខ្មាស់ជនជាតិថៃដែលនៅក្បែរយើងបងប្អូនមេភូមិនេះស្ថិតនៅក្រោមអំណាចរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋជាអ្នកបោះឆ្នោតដោយសម្លេង 50% បូក1នៃប្រជាពលរដ្ឋក្នុងភូមិហើយឲ្យគាត់ធ្វើការទៅតាមច្បាប់ដែលយើងបានចែងពេលណាគាត់ធ្វើមិនកើតយើងទម្លាក់គាត់មកវិញមេភូមិមេឃុំក៏អញ្ចឹងដែរប្រជាពលរដ្ឋ 50% ដែលមានឈ្មោះបោះឆ្នោតក្នុងឃុំបោះឆ្នោតរើសមេឃុំមកឬចាប់មុខធ្វើមិនកើតប្រជាពលរដ្ឋទម្លាក់មកវិញមេភូមិស៊ីលុយប្រជាពលរដ្ឋមេឃុំក៏ស៊ីលុយប្រជាពលរដ្ឋចំណែកឥឡូវមេភូមិនេះចាត់តាំងឲ្យនាយករដ្ឋមន្ត្រីពីលើមកមេឃុំក៏ចឹងដែរយើងជាម្ចាស់ប្រទេសនេះតងោលបោលបាញ់បណ្ដោយអត់មានតំណាងអីទាំងអស់វាបាត់អាសិទ្ធជាម្ចាស់នោះទៅណាដើម្បីធ្វើសង្គមប្រជាធិបតេយ្យបានលុះត្រាតែកសាងវប្បធម៌ប្រជាធិបតេយ្យនៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសសិនឲ្យច្បាស់លាស់ថាអត់មានអាណាធំអាណាតូចនៅក្នុងប្រទេសនឹង
ទេ បាននិយាយអំពីសិទ្ធិក្នុងការគ្រប់គ្រងប្រទេសគឺមួយស្លឹកដូចគ្នាប៉ុន្តែស្រុកខ្មែរបងប្អូនណាប្រជាពលរដ្ឋគាត់អត់មានវប្បធម៌ប្រជាធិបតេយ្យព្រោះតាំងពីដើមមកប្រទេសយើងដឹកនាំតែរបៀបផ្ដាច់ការអ្នកដឹកនាំជាអ្នកធំប្រជាពលរដ្ឋបានសុខលុះត្រាតែអ្នកដឹកនាំហ្នឹងគេអាណិតប្រជាពលរដ្ឋបើអ្នកដឹកនាំអត់អាណិតអត់ស្រឡាញ់ប្រជាពលរដ្ឋទេប្រជាពលរដ្ឋអត់បានសុខទេផ្ទាំងប្រជាពលរដ្ឋហ្នឹងណាអត់ដែលមានលបងទេគោវាមិនដែលចូលស៊ីដោយសារគោហ្នឹងវាអាណិតអ្នកស្រុកវាខ្ជិលចូលស៊ីប៉ុន្តែស្រុកប្រជាធិបតេយ្យវិញគេធ្វើលបងអាគោចង់ស៊ីតងាប់ក៏វាចូលស៊ីអត់បានវាធ្វើលបងស្រុកប្រជាធិបតេយ្យអំណាចនៅលើដៃប្រជាពលរដ្ឋអាមេដឹកនាំអត់ហ៊ានកំហើកទេតែហ៊ានកំហើកបន្តិចប្រជាពលរដ្ឋប្តឹងចូលគុកដើម្បីឲ្យប្រជាពលរដ្ឋហ៊ានប្តឹងបានធ្វើឲ្យមានតុល្យភាពអំណាចរវាងតំណាងដែលបងប្អូនបោះឆ្នោតឲ្យជាមួយនឹងប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសដូចអញ្ជិញអញ្ចឹងបងប្អូនអញ្ជិញប៉ុងណាបើមួយខាងដាក់10គីឡូមួយខាងទៀតត្រូវដាក់10គីឡូអា10គីឡូស្មើគ្នាគេហៅតុល្យភាពសពថ្ងៃបងប្អូនហ៊ានបាតកម្មទៅពេញបាតកម្ម1លានអ្នកមិនត្រូវដបងឆក់1លានអ្នកមកវិញបលិសគេរើសហ្នឹងណាបងអញប្អូនអញប្អូនថ្លៃអញក្មួយអញក្រុមគ្រួសារអញគុំថាតែអញឈ្នះឆ្នោតរួចមកទៀមទាឲ្យអញចុះអញចាញ់ឆ្នោតតែអញមិនចុះក៏មិនដឹងថាអីអញដែរអង្គរៈអញអ្នករើសជុំវិញមេភូមិអញអ្នកចាត់តាំងទុកឲ្យតាមដានពួកហែងមេឃុំក៏អញ្ចឹងមេស្រុកក៏អញ្ចឹងប្រជាពលរដ្ឋអត់មើលអាកន្លែងហ្នឹងទេមើលតែស្រង់មើលតែកម្មាសំងាប់សំមលាយសំទៅធ្វើកិច្ចការគេនៅស្រុកថៃសំផលិតផលកសិកម្មហ្នឹងអត់មានទីផ្សារលក់ពីព្រោះអីវាតាក់ទងនឹងអរិយាប័ត្ររបស់ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសក្នុងការដោះស្រាយបញ្ហាពួកយើងមិនឲ្យបងប្អូនមកតាមយើងទេគ្រាន់តែឲ្យបងប្អូនមកស្ដាប់គិតត្រេះរិះពិចារណាពីគម្រោងការរបស់យើងមើលត្រឹមត្រូវអត់ពួកយើងបងប្អូនស្គាល់ពាក្យពួកយើងបងប្អូនមើលតែវេទិការបស់យើងមើលតើវាមានវប្បធម៌អ្នកធំវប្បធម៌អ្នកតូចទេប៉ុន្តែបងប្អូនមើលកម្មសខាឲ្យសំរងស៊ីមើលគុំនិយាយពីរដ្ឋាភិបាលព្រោះយើងចោទគេថាផ្ដាច់ការទៅហើយចុះទៅណាត់អង្គរៈព្រងភៀតមើលទៅដូចមិនច្រឡំណាទេដូចមិនមែនជាពលរដ្ឋក្នុងសង្គមអញ្ចឹងថារដ្ឋាភិបាលវិញចង់បងប្អូនចាំមើលកម្មសខាសំរងស៊ីបងប្អូនឃើញគេមកបងប្អូនដាក់កៅអីអង្គុយឆ្ងាយតិចមើលកម្លាំងគិតត្រេះរិះពិចារណាមនុស្សឲ្យតែគិតគឺចេះតែឃើញបងប្អូនណាស់តែអត់គិតតែគិតឃើញបើស្នាជាបងប្អូនចង់ដឹងពីសំស៊ីកម្មសខាបងប្អូនទៅហៅគេមកធ្វើវេទិកាកន្លែងហ្នឹងហើយបងប្អូនចាំមើលចរិតសំរងស៊ីនិងកម្មសខាពេលចុះមកសំរងស៊ីមិនទាន់ចុះផងកម្មសខាមិនទាន់ចុះផងអង្គរៈគឺរត់ពូអាហ្នឹងគាត់ឆ្លះឆ្នោតទេណាហើយគេឲ្យយាយតាហ្នឹងឈរអមផ្លូវដើម្បីចាំផ្ទះដៃលោកប្រធានមកហើយហេតុអីបានគេហ៊ានធ្វើអញ្ចឹងស្រុកប្រជាធិបតេយ្យគេមិនដែលធ្វើអញ្ចឹងពីព្រោះគាត់ដឹងថាប្រជាពលរដ្ឋខ្មែរវាមិនយល់ទេអាសិទ្ធជាម្ចាស់នោះគេមើលទីផ្សារថាប្រជាពលរដ្ឋវាល្ងងនៅបោកបានកន្លែងនោះបានពួកគេហ៊ានធ្វើអញ្ចឹងបានខ្ញុំប្រាប់ប្រជាពលរដ្ឋថាអ្នកចេញពីមាត់ខ្លាទៅចូលឯមាត់កពើរួចស្រែកថាផ្ដួលរំលំរបបផ្ដាច់ការឡើងប្រជាធិបតេយ្យដើម្បីកសាងប្រជាធិបតេយ្យបានវាទាល់តែកសាងវប្បធម៌ប្រជាធិបតេយ្យក្នុងដួងចិត្តរបស់អ្នកដែលនាំធ្វើប្រជាធិបតេយ្យមុនសិនវាមានវប្បធម៌ថាយើងក៏មនុស្សគេក៏មនុស្សយើងធ្វើជាមេភូមិគ្រាន់តែដើម្បីបម្រើសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងភូមិទេបើសិនណាជាប្រជាពលរដ្ឋរស់នៅដោយមិនចាំបាច់មានមេភូមិបានគេអត់បង្កើតមេភូមិទេរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីតំណាងរាស្ត្រក៏នៅតែក្នុងន័យដូចគ្នាបើប្រទេសយើងរស់នៅដោយមិនចាំបាច់មាននាយករដ្ឋមន្ត្រីបានយើងរស់នៅដោយគ្មានរដ្ឋបានណាបងប្អូនយើងមិនបាច់បង្កើតរដ្ឋទេព្រោះអីព្រោះពួកយើងទាំងអស់គ្នាជាម្ចាស់ប្រទេសទាំងអស់គ្នាប៉ុន្តែយើងរស់នៅដោយគ្មានរដ្ឋមិនបានទេអញ្ចឹងយើងត្រូវនាំគ្នាបង្កើតរដ្ឋឡើងប៉ុន្តែសូមយ៉ាងម៉េចក៏ដោយណាពេលដែលបរទេសឲ្យខ្សែមកអញអញអត់ទៅអង្គុយនៅក្នុងធុងឡានក្រោយរួចហើយលើកដៃសម្បូងសង្រោងសុំឲ្យអ្នកដឹកនាំចិត្តល្អទុកប្រជាពលរដ្ឋជាកូនជាចៅទេអញសុំខ្សែមកអញមេភូមិបោះដោយពួកយើង 50% បូក 1 រួចហើយទម្លាក់មកវិញដោយពួកយើង 50% បូក 1 បងប្អូនទៅមើលថៃទៅមេឃុំក៏ដូចគ្នាបោះដោយប្រជាពលរដ្ឋ 50% បូក 1 ធ្វើមិនកើតប្រជាពលរដ្ឋទម្លាក់មកវិញបងប្អូនសម័យបន្តិចមើលសពថ្ងៃបងប្អូនមិនហ៊ានចូលរួមនឹងនយោបាយបងប្អូនខ្លាចពីណាមិនបងប្អូនខ្លាចមេភូមិហ្នឹងខ្លាចមេឃុំហ្នឹងអាជ្ញាធរមូលដ្ឋានហ្នឹងអាហ្នឹងមិនអង្គការភ្នែកមនុស្សដើម្បីអីដើម្បីគៀងប្រជាពលរដ្ឋហ្នឹងកុំឲ្យទៅណាខ្លាចបោះឆ្នោតឲ្យគេវាដួលអំណាចអញវាត្រង់ហ្នឹងប៉ុន្តែបងប្អូនសម័យតិចមើលសម័យថាមេភូមិហ្នឹងបោះដល់យើងរួចទម្លាក់វិញដល់យើងមេឃុំមួយទៀតបោះដល់យើងទម្លាក់វិញដល់យើង
ឧបមាថាមេស្រុកចាត់តាំងពីនាយករដ្ឋមន្ត្រីមកចុះសួរអាមេស្រុកនេះក្តាប់ចិត្តអត់សពថ្ងៃសូម្បីតែមេភូមិក្តាប់ប្រជាពលរដ្ឋចង់ចិត្តផងបានវិច័យជាពួកអស់5ខ្នងផ្ទះមានមេក្រុមមួយនោះវាមើលមិនចិត្តណាហើយចុះបើមេភូមិនៅខាងយើងមេឃុំនៅខាងយើងហើយមេស្រុកឲ្យនាយករដ្ឋមន្ត្រីចាត់តាំងក៏ដោយក៏មើលយើងអត់ទាន់ដែរមេភូមិបើយើងចង់បាតកម្មតតាំងជាមួយចៅបាយស្រុកគាត់អ្នករៀបចំក្បួនឲ្យប្រជាពលរដ្ឋព្រោះអីព្រោះគាត់បោះដល់យើងតម្លាក់ដល់យើងគាត់នៅខាងយើងប៉ុន្តែសប្ថ្ងៃសូម្បីតែមេភូមិចង់មកនៅជាមួយយើងអត់ហ៊ានដែរសាក់មើលមេភូមិមកចូលរួមប្រជុំនឹងគេដកម៉ាត់បងប្អូនយល់កន្លែងនឹងអត់យល់កន្លែងនឹងអត់ហើយបងប្អូនយល់អំពីទឹកចិត្តរបស់យើងចង់កែអប្រព័ន្ធនឹងអត់ឬមួយបងប្អូនចង់ឲ្យគេត្រួតត្រាអស់មួយជីវិតបើនិយាយដោយសំរងស៊ីដោយកម្មសខាស្រួលបងប្អូនឃើញរដ្ឋាភិបាលជិះជាន់ប្រជាពលរដ្ឋយ៉ាងម៉េចនិយាយអញ្ចឹងស្រួលព្រោះអីព្រោះប្រជាពលរដ្ឋហ្នឹងគាត់ក៏មើលឃើញអញ្ចឹងដែរក៏យើងចុះទៅក្នុងទឹកស្រាំងមួយទឹកហ្នឹងវាក្តៅវាត្រជាក់វាល្មមរបៀបម៉េចប្រជាពលរដ្ឋដឹងដែរស្រួលនិយាយគ្នាដែរប្រជាពលរដ្ឋរស់នៅក្នុងសង្គមហ្នឹងរដ្ឋាភិបាលធ្វើម៉េចមកប៉ះប្រជាពលរដ្ឋមើលឃើញដែរកម្មសខាសំរងស៊ីកាន់ក្បាលមេក្រោនិយាយក្រោយប្រជាពលរដ្ឋស្រួលនិយាយដែរប៉ុន្តែដល់ពេលនិយាយពីប្រព័ន្ធដឹកនាំប្រទេសតែជាសេចក្តីសម័យសម្រាប់ដឹកនាំរដ្ឋថ្មីរបស់យើងអានោះសិតតែប្រើការគិតទេបងប្អូនគិតមិនមែនដូចបងប្អូនចុះទៅក្នុងទឹកក្តៅទឹកត្រជាក់បងប្អូនដឹងបងប្អូនរស់នៅក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលធ្វើម៉េចបងប្អូនដឹងដល់ពេលយើងដាក់យន្តការ8ចំណុចដើម្បីជាមាតុភូមិមួយដែលពួកយើងរស់នៅដោយស្មារតីគ្នាក្នុងភាពជាម្ចាស់ចាត់ទុកជាសម្បត្តិរួមរបស់ពួកយើងអានោះបងប្អូនពាល់មិនត្រូវបងប្អូនតគិតគេតាមនោះល្ងងមើលភ្នែកយោមនុស្សឆ្លាតសម័យទៅរកសេចក្តីពិតរួចហើយចាប់តាមរៀបចំវិធានការតាមសេចក្តីសម័យរបស់ខ្លួនកប៉ាល់ហោះឲ្យគេធ្វើចឹងដបងដៃមានការកប៉ាល់ហោះណាសម័យធ្វើមិនហើយហៅវិជាប្រដ្ឋទៅសម័យបើសម័យចេញទោះឲ្យអ្នកចែកទេនោះហៅទៅសម័យមែនត្រូវនាំនេះចាប់ដើមធ្វើឥឡូវយើងវាយចាស់ចោលអាវាយចាស់ចោលដោយសារយើងឃើញចាស់ពុកចាស់ផុយវារឿងស្រួលទេបងប្អូនប៉ុន្តែចាស់ថ្មីសំម៉េចសំស៊ីថាសំផ្ទះប្រជាធិបតេយ្យឲ្យប្រជារដ្ឋនៅអធិបតេយ្យប្រជាធិបតេយ្យនឹងសំម៉េចខ្ញុំផ្ដល់មូលដ្ឋាននៅការត្រេះរិះពិចារណាឲ្យបងប្អូនថាអ្នកដែលអាចកសាងប្រជាធិបតេយ្យបានលើកតតែមានវប្បធម៌ប្រជាធិបតេយ្យក្នុងខ្លួនឲ្យចូលទៅកម្មសខាសំនឹងស៊ីទៅណាអង្គរៈវងវាយឲ្យប្រជាធិបតេយ្យមិនបើអត់មានវប្បធម៌ប្រជាធិបតេយ្យផងចេះតែមានអារម្មណ៍ថាអញកម្មសខាគាត់ទៅស៊ីបាយជាមួយប្រជាប្រដ្ឋហ្នឹងគាត់និយាយថាម៉េចទេបងប្អូនដែលឃើញអ្នកធំណាស៊ីបាយមួយបងប្អូនណាឃើញទេគាត់មានអារម្មណ៍ថាគាត់អ្នកធំណាទៅស៊ីបាយជាមួយអ្នកតូចអញ្ចឹងគឺជាការដាក់ខ្លួនរបស់គាត់បើគាត់មានអារម្មណ៍ថាអញហើយគេដូចតែគ្នាស៊ីបាយរួចហើយគាត់អត់បាននិយាយដែរអត់មានកំណត់គិតក្នុងចិត្តចង់និយាយរឿងហ្នឹងទេមនុស្សក៏មើលនឹងរូបរាងកាយបងប្អូនមើលចិត្តពេលកម្មសខានិយាយអញ្ចឹងបងប្អូនថ្លឹងចិត្តមើលបើក្នុងចិត្តរបស់គាត់មានអារម្មណ៍ថាខ្លួនឯងជាអ្នកធំហើយទៅកសាងប្រជាធិបតេយ្យមិនកើតប្រជាធិបតេយ្យបងប្អូនត្រូវកសាងវប្បធម៌ប្រជាធិបតេយ្យនៅក្នុងខ្លួនអ្នកចាប់ដើមមុនគេសិនបងប្អូនមើលអភិសិទ្ធមើលវាទៅជួបសិស្សបងប្អូនអង្គុយស្មើគ្នាទាំងអស់ដាក់រៀងកោងតិចដាក់អភិសិទ្ធអង្គុយកដាលស្រួលកាលហ្នឹងអភិសិទ្ធហ្នឹងជានាយករដ្ឋមន្ត្រីនៃប្រទេសថៃណាដាក់កដាលហ្នឹងគ្រាន់ស្រួលគេសួរប៉ុន្តែបងប្អូនមើលសប្ថ្ងៃមើលនាយករដ្ឋមន្ត្រីទៅកន្លែងណានិយាយពីឆាកឡើងពេញព្រោះសុទ្ធតែអាវធំអាថ្ងៃក្តៅចិត្តងាប់ហ្នឹងអាវធំណាស់ពេញលើឆាកហ្នឹងហើយមើលទៅមុខគេយើងដឹងច្បាស់លាស់ហ្មងគេមានអារម្មណ៍ថាគេគឺជាមន្ត្រីហើយប្រជាពលរដ្ឋនៅក្រោមឆាកហ្នឹងចាំតែផ្ទះដៃអានៅលើថ្នាក់ដឹកនាំអាក្រោមហ្នឹងជាប្រជាពលរដ្ឋជាកូនជាចៅគេដឹកនាំកម្លាំងចុះទៅជួយប្រជាពលរដ្ឋគេហ្នឹងជាម៉ែជាឪអត់មានវប្បធម៌ប្រជាធិបតេយ្យអីបន្តិចបងប្អូនមើលបារ៉ាក់អូបាម៉ាទៅណាមើលគេដាក់ឆាកឲ្យមួយឈរហ្នឹងមានរដ្ឋមន្ត្រីហ្នឹងអង្គុយក្រោយបារ៉ាក់អូបាម៉ាបងប្អូនមើលទូទៅតែមានមកពីណាគេដាក់តែកន្លែងមួយឲ្យបារ៉ាក់អូបាម៉ាឈរនិយាយហើយនិយាយគេទៅសាច់ការទេណានិយាយស្អីដែលមានប្រយោជន៍ដល់ប្រជាពលរដ្ឋអត់មានថាហេចៅខ្ញុំអាយុប៉ុណ្ណេះចេះណាស់អីចង់អត់ទេអត់មាននិយាយចង់ទេពួកអីបងប្អូនទូរបស់រដ្ឋយើងចំណាយម៉ោងផ្សាយរបស់រដ្ឋយកទៅនិយាយការងាររបស់យើងមិនយើងជាប្រជាពលរដ្ឋដូចតែគេដូចតែឯងដែរបើថាសម្ពោធស្ពានអីក្រលហាមប៉ុណ្ណឹងហើយណាបងប្អូនទៅរៀបចំឆាក3 4 5ថ្ងៃមុនរួចហើយមនុស្សទាំងវងទាំងវាយសត្វរដ្ឋមន្ត្រីតាមក្រសួងមួយឯងទៅរកសញ្ញេអីសញ្ញេបានបើថាមកសៀមរាបនឹងអស់ហើយមេភូមិមេឃុំទាំងអស់លេងមកទៅរកសញ្ញេអីហើយនោះអស់លុយច្រើនហ្នឹងទុកកពស់ក្រផងនេះឯកាត់ទៅឥណ្ឌាបងប្អូនមើលឥណ្ឌាមកក្រឲ្យលហាមប៉ុនស្លៀកម្ដងមកកៃឥណ្ឌា
ស្លៀកម្ដងមួយកៃក្រលហាមប៉ុនរុំម្ដងមួយកៃអញ្ចឹងទៅក្របើឲ្យសម្លៀកបំពាក់ឥណ្ឌានោះណាតែឲ្យអឺរ៉ុបស្លៀកបានប្រហែល100កាផ្លេឥណ្ឌាស្លៀកម្ដងពួកអឺរ៉ុបស្លៀកបាន100កាផ្លេក្រហើយហ្នឹងបងប្អូនប្រើខ្ជះខ្ជាយទៀតខ្មែរយើងអញ្ចឹងអាក្រហើយហ្នឹងនាយករដ្ឋមន្ត្រីទៅណាទៅរៀបចំឆាកនោះអញញ៉ៃអស់លុយមកកណោបើយើងឈ្នះឆ្នោតវិញបើទៅសម្ពោធស្ពាននាយករដ្ឋមន្ត្រីជិះឡានងេទៅដល់កាត់បាច់កាមេរ៉ាគេថតយកទៅផ្សាយទូរទស្សន៍តែ2-3ម៉ាត់ថាអូថ្ងៃហ្នឹងបានសម្ពោធស្ពាននៅហ្នឹងតែ2-3ម៉ាត់ទៅបានវាអត់អស់លុយបងប្អូនវាអស់លុយហើយយើងក្រចិត្តងាប់នេះពួយមិនក៏ខ្ជះខ្ជាយម៉េះហើយយើងកាត់មកពីឥណ្ឌាវិញចង់ណាបងប្អូនហើយបើថារដ្ឋាភិបាលវិញចង់ទៅហើយបងប្អូនមើលតាមនឹងស៊ីមើលទៅណាអង្គរៈវូទៅវូមកហើយបើកឹមសុខាវិញបងប្អូនហ្នឹងម៉ែអាពេញចិត្តពីអាយឧត្តមជំទាវចំតិតគាត់នោះនិយាយពីចូលចិត្តប៉ែនសវណ្ណអីនេះមានជាប់ជាតំណាងរាស្ត្រឯណាហៅគ្នាឯងសត្វឯកឧត្តមប៉ែនសវណ្ណឯកឧត្តមឲ្យពេញទឹកពេញដីគណៈបក្សសិទ្ធិនោះអាខ្លះអត់ទាំងជាប់ឆ្នោតខ្ញុំឆ្អើមបងប្អូនឆ្អើមណា Hillary Clinton មកពិភពលោកបងប្អូនមកពិភពលោកគេហៅតែអ្នកស្រី Hillary Clinton អ្នកខ្លះគេហៅថា Hillary Clinton រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកតែប៉ុណ្ណឹងគេហៅតែប៉ុណ្ណឹងមកស្រុកខ្មែរលោកជំទាវ Hillary Clinton ហេតុអីបានហៅគេចុងបើមិនហៅគេចុងមិនបានហៅខ្លួនឯងឯកឧត្តមលោកជំទាវដែរហៅគេលោកស្រីឲ្យហៅខ្លួនឯងឯកឧត្តមលោកជំទាវមិនកើតអាស្រុកលហាមប៉ុណ្ណឹងហើយណាបងប្អូនឯកឧត្តមជំទាវចំតិតនោះពេញតាក់ពេញដីបងប្អូនណាឥឡូវហ្នឹងឯកឧត្តមលោកជំទាវហើយនឹងលោកបណ្ឌិតហ្នឹងមានដល់ម៉ូតូឌុបទៀតវាហៅគ្នាលេងវាច្រើនពេកនៅស្រុកគេមានតែនាយករដ្ឋមន្ត្រីមួយទេបងប្អូនគេហៅឯកឧត្តមហើយហៅនឹងទុកសម្រាប់លិខិតជាផ្លូវការដែលឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតសម្រាប់ប្រជាពលរដ្ឋអត់មានហៅឯកឧត្តមទេបើនាយករដ្ឋមន្ត្រីប្រទេសខ្លួនឈ្មោះអីហៅលោកនឹងហ្មងហើយចុះយើងក៏វាឆ្ងាញ់មែនបងប្អូនឆ្ងាញ់មែនយើងនេះថាគេវាឆ្ងាញ់អញ្ចឹងមានប្រជាពលរដ្ឋណាអត់ខ្ពើមទៀតរួចហើយជ្រួលជ្រើមបើសិនជាកូនហ្នឹងបានធ្វើឯកឧត្តមហ្នឹងនិយាយពីអញ្ញឹងខ្ជិបទៅទៀតនេះចង់ឲ្យកូនបានធ្វើឯកឧត្តមជន់ឈ្លីលើជាតិសាសន៍ខ្លួនឯងទៅទៀតវាអត់មានខ្ពើមអាត្រង់នឹងហើយដែលខ្ញុំនិយាយថាដើម្បីកសាងប្រជាធិបតេយ្យនៅស្រុកខ្មែរបានក៏កសាងវប្បធម៌ប្រជាធិបតេយ្យក្នុងដួងចិត្តសិនគឺវប្បធម៌ពួកយើងទាំងអស់គ្នាជាម្ចាស់ប្រទេសវាគ្មានឯកឧត្តមវាគ្មានលោកជំទាវអីទេទាល់តែបងប្អូនយល់អំពីរឿងហ្នឹងរួចហើយបងប្អូនចាប់ដើមចូលរួមគ្នាធ្វើតាមលំដាប់លំដោយដោយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាការងារដែលមិនច្របូកច្របល់គឺជាមង្គលដ៏ឧត្តមដោយខ្ញុំនិយាយខាងដើមអញ្ចឹងខ្ញុំថាបញ្ហាគឺជារឿងធម្មតាទេពីព្រោះកើតមកជាមនុស្សបញ្ហាជាប់មកជាមួយអញ្ចឹងបញ្ហាគ្មាននឹងអីចម្លែកទេជីវិតនៅតែមានបញ្ហានៅតែមានតែបញ្ហាដែលត្រូវនិយាយគ្នាគឺអរិយាប័ត្ររបស់បងប្អូនក្នុងការដោះស្រាយបញ្ហាពេលដែលជួបបញ្ហាអញ្ចឹងតើបងប្អូនប្រកាន់អរិយាប័ត្រយ៉ាងម៉េចខ្មែរយើងសប្ងៃបងប្អូនអត់ខ្វល់ទេមានបញ្ហាអញ្ចឹងរឿងហ្នឹងវាត្រូវដោះស្រាយទាំងអស់គ្នាដើម្បីប្រយោជន៍យើងទាំងអស់គ្នាដល់ពេលយើងហៅគាត់ចូលរួមគាត់អត់រវល់គាត់នៅតាមផ្ទះរៀងខ្លួនអញ្ចឹងទៅធ្វើកិច្ចគេទៅថៃសមបងប្អូនកិច្ចគេទៅថៃសមសមពីណាថាមិនត្រូវខ្ញុំថាត្រូវដាក់ក្បាលមេក្រូមួយម្នាក់មកតតាំងគ្នាអារឿងគេចង់ជិះគេចង់ជន់អានោះត្រូវហើយប៉ុន្តែអារឿងយើងឲ្យគេជន់នេះអ្ហ្មិចដែរស្ដាប់ទៅម្ចាស់ថ្លៃបងរៀនរាល់ថ្ងៃម្ចាស់ថ្លៃថាជេស្ដាប់បានចំណេះចាស់ខ្លួនឯងទេចេះលែងខ្ញុំគេបែរធ្វើម្ចាស់ខ្លួនស្ដាប់ទៅម្ចាស់ខ្មែររងយូរឆ្នាំខែស្ដាប់ប្រែមកមួយមានក្បាលមួយតែមិនហប់ទេស្ងួនស្ដាប់ទៅកាខ្លួនស្ដាប់ពួនកូនឆ្មាស្ដាប់ចោះកូនប្រុសកូនស្រីស្ដាប់យកអត្ថន័យហូបចំនៃសាកំរាគួរក្បាលកូនកាត់បីឆ្លា
កូនអើយមានពឹសពលឡាយដងហើយបងប្អូនជួនខ្លាំងជួនតិចរំខានទួនស្រែកតាមដល់កូនមុនពុកលាអ្នកស្ដាប់ទៅម្ចាស់ម៉ែមួយឆ្នាំខែស្ដាប់ប្រែមកមួយមានក្បាលមួយដែលមិនលប់ទេស្ងួនស្ដាប់ទៅកាត់ខ្លួនស្ដាប់ពួនកូនឆ្លាស្ដាប់ចោះកូនប្រុសកូនស្រីស្ដាប់យកអត្ថន័យហូបចំសម្រាប់គួក្បាលកូនកាត់បីឆ្លាតបាត់កាយមីយារួនកូនពូជកូនស្ដាប់ចោះកូនប្រុសកូនស្រីស្ដាប់យកអត្ថន័យហូបចំណៃសម្រាប់គួក្បាលកូនកាត់បីឆ្លាតស្ដាប់